ស្អប់ក៏ទុកស្រឡាញ់ក៏ទុកបើគេធ្វើមិនល្អជាមួយខ្លួនក៏មិនពេញចិត្តបង្កទុកឲ្យកើតឡើងមួយបែបគឺទុកព្រោះស្អប់មានការលំអៀងទៅខាងផ្នែកអន្ទះសារក្នុងការរុញចេញបើគេធ្វើល្អជាមួយខ្លួនក៏ពេញចិត្តជាប់ជំពាក់ហួងហែងចង់ជួបចង់ឃើញចង់ឲ្យនៅចិត្តនេះជាទុកមួយបែបទៀតព្រោះស្រឡាញ់មានការលំអៀងទៅខាងផ្នែកអន្ទះសារក្នុងការទាញចូលហើយបើមានអ្នកណានិយាយដល់បុគ្គលនោះក្នុងរឿងមិនល្អក៏ឈឺមកដល់ខ្លួនឯងដែរជាការមិនបានសុខទាំងពីរយ៉ាងកាលបើលះបង់នៅការមិនពេញចិត្តនិងការពេញចិត្តចេញបានដោយមានចិត្តស្ថិតនៅក្នុងឧបេក្ខញ្ញាណរមែងជាឥស្សរៈនិងជាសុខដ៏ល្អិតប្រណិតដកស្រង់ចេញពីសៀវភៅមេរៀនជីវិតរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត បុត្រ សវង្ស